នៅសក់មិនដឹងតែឆាត់យើងកាត់អីទេបងប្អូនគឺអត់មានសញ្ញាអនឡាញអញ្ចឹងបងប្អូនអត់មានសញ្ញាពណ៌ខៀវៗអញ្ចឹងបងប្អូនបាទគឺគំនិតថាយើងខូចប៉ះតាណាទេបងប្អូនបាទសួស្តីបងប្អូនទាំងអស់គ្នាបាទក្នុងវីដេអូនេះខ្ញុំធ្វើបទបង្ហាញបងប្អូនទាំងអស់គ្នាបាទដើម្បីបិទបើកសញ្ញាអនឡាញនិងបដូរ color filter បងប្អូនបាទអូខេជាដំបូងបងប្អូនចូលក្នុងឆាតបាទបងប្អូនចូលឆាតបាទចូលទៅបាទចុចហើយបងប្អូនចូលកន្លែងនេះមកបាទត្រេបែកចាក់បាទចូលទៅបងប្អូនចូលកន្លែងស្ពឺទៅបាទហើយបងប្អូនចូលកន្លែងនេះមកបាទ active state បាទចូលទៅបាទបាទបើសិនជាយើងច្រឡំដៃប៉ះកន្លែងតំណែងបងប្អូនបាត់អញ្ចឹងគឺរៀបផ្សេងមិនដឹងថាយើងលេងអនឡាញឬលេងអីទេបងប្អូនអត់ដឹងថាយើងលេងអីអនឡាញឬលេងឆាតជាមួយអ្នកណាទេបាទគិតថាយើងដេកហើយបាទឲ្យគេមានសញ្ញាបើកខៀវៗអញ្ចឹងបងប្អូនបាទហើយបងប្អូនចង់ឲ្យគេដឹងគឺបងប្អូនបើកតំណែងមកជាការត្រាច់ហើយបងប្អូនបាទគឺអ្នកផ្សេងមើលយើងឃើញថាយើងលេង Facebook បាទបងប្អូនបាទបាទនិយាយទៅបាទចុចប៉ុណ្ណឹងគឺជាការស្រេចបងប្អូនបិទបើអីគឺនៅកន្លែងហ្នឹងបងប្អូនបើថាបងប្អូនបិទគឺនៅកន្លែងហ្នឹងបាទបងប្អូនបើគឺនៅកន្លែងហ្នឹងបងប្អូនបាទនេះគឺរបៀបបិទបើអនឡាញបងប្អូនបាទទី2បងប្អូនចូលឆាតទៅបាទបងប្អូនថយទៅបាទថយទៅថយហើយបងប្អូនអូសមកអូសលើមកបាទបងចូលយកកន្លែងនេះរបៀបបដូរអី color filter បងប្អូនបាទនេះបងប្អូនចូលកន្លែងនេះបាទយកទៅបាទ accessibility បងប្អូនចុចទៅបាទហើយបងប្អូនចុចកន្លែងនេះមកបាទចុចទៅបាទបងប្អូនចង់ដូរយក color បែបយ៉ាងម៉េចបងប្អូនបាទចង់មកយកពណ៌ខៀវពណ៌លឿងពណ៌ក្រហមបងប្អូនបាទឥឡូវខ្ញុំឲ្យបងប្អូនមើលថាយកនេះ blue នេះបាទចុចទៅបាទឃើញដូរហ្នឹងបងប្អូនឃើញដូរហើយបាទបងប្អូនចង់បាននេះ red green បងប្អូនចុចទៅបាទគឺដូរពណ៌គេទេបងប្អូនគេទេបាទដូរពណ៌គេទេបាទបងប្អូនចុចបាន green red បងប្អូនចុចទៅបាទនេះគឺដូរពណ៌បងប្អូនបាទឃើញទេបងប្អូនបាទគឺដូរបានតាមពណ៌ទាំងអស់បងប្អូនដែលបងប្អូនឆ្លាញ់បាទគឺវីដេអូនេះគឺមានតែប៉ុណ្្នឹងទេបាទបើដើម្បីឲ្យបងប្អូនចូលទៅធ្វើបានដូចគ្នាបាទហើយបងប្អូនកុំភ្លេចជួយចែករំលែកវីដេអូនេះផងបាទឲ្យបងប្អូនយើងបានដឹងដល់គ្នាហើយបងប្អូនយើងចេះធ្វើដល់គ្នាបាទសម្រាប់ថ្ងៃនេះសូមអរគុណនិងសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយបាទ